នេះគឺជាគេដំណើរដែលប៉ាខ្ញុំគាត់បន្សល់ទុកឲ្យពុកម៉ែបងប្អូនទាំងគ្នានៅនឹងដៃដែលខ្ញុំកាន់នឹងគឺជាដុំរ៉ែមាសនឹងឯដែលប៉ាខ្ញុំគាត់រើសបានពីក្រុមហ៊ុនដែលគេយកថ្មមកចាក់ចោលតាមផ្លូវគេមិនមែនចាក់ចោលដុំរ៉ែទេគេចាក់ចោលដុំថ្មទេប៉ុន្តែគឺវាដោយមកពេលដោយទៅប៉ាខ្ញុំគាត់រើសបានប្រហែលដុំហើយគាត់ក៏យកទៅចម្រាញ់អស់ខ្លះហើយក៏ទុកខ្លះដើម្បីទុកឲ្យកូនមើលអ្នកស្រុកអ្នកភូមិក៏បានស្គាល់អញ្ចឹងណានឹងហើយប៉ុន្តែឥឡូវប៉ាខ្ញុំក៏ចែកឋានទៅបានប្រហែលជាជិត3ឆ្នាំហើយពុកម៉ែបងប្អូនអរគ្នានឹងហើយខ្ញុំក៏យកដុំរ៉ែមាសនេះនឹងឲ្យដើម្បីយកមកចម្រាញ់យកមាសតាមពិតទៅខ្ញុំអត់ចង់យកដុំរ៉ែនឹងមកចម្រាញ់ទេពុកម៉ែបងប្អូនអរគ្នាខ្ញុំចង់ទុកឲ្យបែបនឹងដើម្បីទុកឲ្យកូនក្រោយនឹងឲ្យដើម្បីឲ្យបានមើលពីរ៉ែមាសអីចឹងណាប៉ុន្តែដោយសារតែតល់ខ្លាំងពេកពុកម៉ែបងប្អូនអរគ្នាដោយសារតែមួយរយៈនឹងគឺយើងរកមាសអត់បានទេអញ្ចឹងយើងមានតែវិធីនឹងទេយកដុំរ៉ែដែលប៉ាទុកឲ្យនឹងឲ្យយកមកចម្រាញ់ដើម្បីយកមាសដើម្បីយកទៅលក់ដើម្បីយកលុយដើម្បីដោះស្រាយមកគ្រាសិនស្ដាយណាពុកម៉ែបងប្អូនអរគ្នាខ្ញុំអត់ចង់ចម្រាញ់ទេគឺខ្ញុំនៅតែស្ដាយប៉ុន្តែដោយសារតែយើងតខ្លាំងពេកយើងមានអីដោះស្រាយទេអញ្ចឹងមានតែយកដុំរ៉ែនឹងដើម្បីយកចម្រាញ់យកមាសនឹងហើយអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបើឃើញវីដេអូនេះហើយនឹងជួយ share ម្នាក់មួយផងដើម្បី share ទុកឲ្យកូនឬក៏អ្នកស្រុកអ្នកភូមិឲ្យក៏បានស្គាល់ពីដុំរ៉ែមាសនៅស្រុកខ្មែររបស់យើងនឹងហើយរួមទៅគឺជាប់មាសច្រើនណាបងប្អូនអរគ្នានឹងហើយគឺជាប់ច្រើនមែនទែនហើយស្អាតមើលទៅគឺស្អាតមែនទែនហើយខ្ញុំនៅតែស្ដាយខ្ញុំអត់ចង់ចម្រាញ់ទេបងប្អូនអរគ្នានឹងខ្ញុំនៅតែស្ដាយឯងប៉ុន្តែដោយសារតែតល់ខ្លាំងពេកនឹងហើយសារតល់ពេកចឹងទៅក៏យកសម្រាប់ចិត្តយកវាចម្រាញ់ហើយរួមទៅគឺខ្ញុំអត់ទាន់ចម្រាញ់ទេតតែស្អែកដោយសារតែវាយប់ជ្រៅដោយសារតែរោទម្រាំតែឃើញដែលគាត់ទុកលាក់នឹងហើយប៉ាខ្ញុំក៏ទុកលាក់ក្នុងកាបូបរំតែឃើញឥឡូវហ្នឹងគឺរកឃើញហើយនេះមានប្រមាណដុំយល់ច្រើនដុំដែរហើយរ៉ែខ្លះគឺយើងមើលមាសឃើញហើយរ៉ែខ្លះយើងមើលអត់ឃើញទេដូចរ៉ែនេះគឺយើងមើលអត់ឃើញទេអត់ឃើញមាសទេដោយសារតែវាជាប្រភេទរ៉ែថ្មដាអញ្ចឹងមាសវានៅហាប់ជាមួយនឹងថ្មពណ៌អញ្ចឹងបើថ្មសបែបនេះអានឹងបានយើងមើលឃើញនឹងឲ្យដោយសារតែមាសវាច្រើនដែរបានយើងអាចមើលឃើញបើសិនជាមាសតិចពេកគឺយើងមើលអត់ឃើញទេហើយពុកម៉ែបងប្អូនអរគ្នារងចាំមើលស្អែកណាចាំខ្ញុំថតវីដេអូតឲ្យមើលថាពេលដែលយើងយកដុំរ៉ែដែលចម្រាញ់ជាមាសទៅតើថ្មប៉ុណ្្នឹងតើបានមាសប៉ុណ្ណាអញ្ចឹងស្អែកខ្ញុំនឹងចម្រាញ់ឲ្យពុកម៉ែបងប្អូនអរគ្នាមើលប៉ុន្តែយប់នេះគឺខ្ញុំសូមថតឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលពីរូបរាងរ៉ែមាសនេះសិនហ្នឹងហើយដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់អញ្ចឹងណាតាមពិតទៅខ្ញុំនៅតែនិយាយដែរហើយបងប្អូនអរគ្នាខ្ញុំនៅតែស្ដាយអត់ចង់យកទៅចម្រាញ់ទេអត់ចង់យកទៅចម្រាញ់ទេចង់ទុកវាបែបហ្នឹងដើម្បីទុកមើលអញ្ចឹងណាហ្នឹងហើយដើម្បីទុកជាគេដំណើរថាយើងជាអ្នករកមាសយើងមានដុំរ៉ែមាសដើម្បីទុកឲ្យអ្នកស្រុកអ្នកភូមិគាត់បានមើលគាត់បានឃើញគាត់បានស្គាល់ហ្នឹងហើយប៉ុន្តែដោយសារតែតខ្លាំងពេកឥឡូវក៏សម្រេចចិត្តហើយពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយសម្រេចចិត្តថាស្អែកហ្នឹងនឹងយកដុំថ្មដែលប៉ាខ្ញុំក៏ទុកឲ្យហ្នឹងយកទៅចម្រាញ់យកមាសហើយមិនមែនថាអូមាសឡើងថ្លៃយកទៅចម្រាញ់ណាមិនមែនទេគឺដោយសារតែតខ្លាំងពេកហ្នឹងហើយអញ្ចឹងវីដេអូពុកម៉ែបងប្អូនចង់មើលវីដេអូដែលខ្ញុំចម្រាញ់យកមាសហ្នឹងរងចាំស្អែកដោយសារតែឥឡូវហ្នឹងគឺបានត្រឹមតែថតឲ្យមើលទេនឹងឲ្យថតដុំរ៉ែឲ្យមើលសិនទេអញ្ចឹងស្អែកខ្ញុំនឹងយកដុំរ៉ែនឹងយកទៅដំហើយពុកម៉ែបងប្អូនរងចាំមើលថាដុំពេលដែលដំទៅថាបានមាសប៉ុណ្ណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគ្នានឹងឲ្យរងចាំមើលវីដេអូតពីការដំរ៉ែស្អែកទៀតណាអញ្ចឹងអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដំបូងរហូតដល់ចប់នឹងហើយអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយទៀត